សម្រាប់ខ្ញុំការប៉ះពាល់នៅព្រំដែននេះវាពិតជាមានការប៉ះពាល់ទៅសេដ្ឋកិច្ចទាំងសងខាងមិនមែនតែយើងមួយទេបាទគុំនិយាយតែយើងបាទទំហំនៃការប៉ះពាល់គឺមានដូចគ្នាយើងក៏ប៉ះគេក៏ប៉ះបាទអានឹងគុំដាក់ទង្វើនៅខាងណាមួយក៏ប៉ុន្តែបើយើងនិយាយអំពីទេសចរវិញខ្ញុំគិតថាកម្ពុជាប៉ះតិចជាងបាទកម្ពុជាដោយសារហេតុអីខ្ញុំនិយាយថាកម្ពុជាប៉ះតិចពីព្រោះភ្ញៀវខ្ញុំឧទាហរណ៍ថាភ្ញៀវមកលេង8សែនរបស់ថៃដែលចូលមកកម្ពុជា70%ហើយអ្នកមកកាស៊ីណូបាទអញ្ចឹងតែ30%ទេដែលជាភ្ញៀវទេសចរដែលហួសអំពីព្រំដែនបាទហួសអំពីព្រំដែនចំណុចនេះដែលខ្ញុំចង់និយាយថាការបាត់បង់របស់យើងគឺធំទៅលើកាស៊ីណូបាទដែលមិនធ្វើឲ្យប៉ះពាល់នៅក្នុងសេដ្ឋកិច្ចជាតិទាំងមូលនោះទេបាទវាគ្រាន់តែប៉ះពាល់ទៅលើបុគ្គលនិងក្រុមតែប៉ុណ្ណោះឯងបាទអានឹងទី1ទី2ទៀតយើងទទួលស្គាល់វាមានកញ្ចប់ទូមួយចំនួនដែលឆ្លងកាត់តាមព្រំដែនបាទឆ្លងកាត់តាមព្រំដែនហើយនឹងមាន backpacker ដែលឆ្លងកាត់តាមព្រំដែនក៏ប៉ុន្តែទាំងអស់នោះសិតតែអាចដោះដូរបាទទាំងអស់នោះសិតតែអាចដោះដូរមកតាមជើងយន្តហោះវិញពីព្រោះតែឥឡូវនេះយើងបិទជើងទឹកជើងគោកក៏ប៉ុន្តែក៏ប៉ុន្តែជើងអាកាសយើងអាចបានបិទទេអញ្ចឹងនៅតែមានច្រកហើយសម្រាប់ backpacker ក៏យើងគាត់សម្គាល់ថាពួកគាត់មានការផ្លាស់ប្ដូរឆ្លងកាត់តាមឡាវដែរចូលតាមស្ទឹងត្រែងវិញបាទចូលតាមស្ទឹងត្រែងអញ្ចឹងក៏វាអាចទៅកើននៅខាងខេត្តស្ទឹងត្រែងខេត្តកញ្ចេះតំបន់ភូមិភាគឦសានវិញដែរបាទអានេះជាអ្វីដែលជាការគាត់សម្គាល់អញ្ចឹងបើសិនជាពួកយើងទាំងអស់គ្នារួមគ្នាប្រឹងប្រែងទាំងអស់គ្នាការប៉ះពាល់នៅព្រំដែនប្រកាសណាស់យើងនឹងអាចជំនួសនៅទីផ្សារផ្សេងទៀតពីព្រោះកម្ពុជាមានទីផ្សារច្រើនដែលយើងអាចយកបានខ្ញុំតែងតែនិយាយតាំងពីដើមទីតាំងពីយើងមុនបញ្ហាមានបញ្ហាខ្ញុំតែងតែលើកទឹកចិត្តឲ្យរដ្ឋាភិបាលកុំឲ្យពឹងផ្អែកទៅអ្នកគ្រាន់តែនៅជាប់យើងក៏ប៉ុន្តែយើងពឹងផ្អែកអ្នកនៅក្នុងតំបន់ដូចជាម៉ាឡេស៊ីសិង្ហបុរីហ្វីលីពីនឥណ្ឌូនេស៊ីដែលសិតតែជាទីផ្សារធំជំនួសនៅទីផ្សារនៅជុំវិញយើងបាទពីព្រោះថៃកន្លងមកគាត់អត់ដែលមានបំណងល្អជាមួយយើងហើយគាត់មិនដែលនៅក្រោមយើងណាថៃគាត់នៅលើយើងរហូតតែគាត់កេងប្រវាញ់ពីយើងរហូតបាទហើយយើងឃើញវៀតណាមក៏មិនខុសគ្នាប្រហែលដែរគ្រាន់តែមួយមានពណ៌ខ្មៅមួយទៀតមានពណ៌ប្រផេះឬក៏ពណ៌ស្វាយយ៉ាងទៅប៉ុណ្្នឹងឯងបាទទាំងអស់នោះតតែយើងខ្លួនឯងនេះខ្លាំងហើយយើងខ្លួនឯងនឹងសាមគ្គីគ្នាទៅវាអាចធ្វើឲ្យវាស្ថានភាពនឹងវាប្រសើរឡើង